រីករាយស្វាគមន៍ចំពោះទស្សនវិជ្ជាដ៏សែនល្អដ៏សែនកម្រមានកើតនៅក្នុងទឹកដីឃុំព្រះស្ដេចកំណើតខ្ញុំផងដែរចាជំរាបសួរជំរាបលឹកជូនទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងគណៈពេលនេះនៅថ្ងៃទី19ខែមិថុនាឆ្នាំ2026លោកយ៉ាវសានិនអភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេចក៏បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចាក់បេតុងអាមេមួយខ្សែចាដែលមានប្រវែង1400ម៉ែត្ររបស់ចាគម្រោងមូលនិធិឃុំចាឃុំព្រះស្ដេចចានៅក្នុងឆ្នាំ2026ចាដែលស្ថិតនៅក្នុងទឹកដីឃុំព្រះស្ដេចស្រុកព្រះស្ដេចខេត្តព្រៃវែងចាថ្មីនេះទេហើយនាងខ្ញុំឃើញពីទស្សនវិជ្ជាបែបនេះចារីករាយនៅក្នុងការចែករំលែកជូនទៅកាន់ពុកម៉ែបងប្អូនអ៊ំពូមាមីងលោកយាយលោកតាចានឹងកូនក្មួយទាំងអស់ជាពិសេសនៅក្នុងទឹកដីចាឃុំព្រះស្ដេចចាស្រុកព្រះស្ដេចខេត្តព្រៃវែងផងដែរចានេះហើយជាឃុំកំណើតរបស់នេះខ្ញុំណាចាដែលតែងតែបងប្អូនសួរថាតើនេះខ្ញុំនៅឃុំណាភូមិណាអីចឹងទៅបងប្អូនចាហើយទស្សនវិជ្ជាចារសានកម្រមាននេះចាមោទនភាពខ្លាំងមែនទែនចំពោះសមិទ្ធផលថ្មីស្រឡាងដែលកើតមាននៅក្នុងទឹកដីឃុំកំណើតនេះខ្ញុំណាបងប្អូនដូច្នេះសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋអបអរសាទររីករាយនៅក្នុងការសាងសង់ផ្លូវចាក់បេតុងចាអាមេមួយខ្សែនេះដែលមានប្រវែង1000ចា400ម៉ែត្រផងដែរចាស្ថិតនៅក្នុងទឹកដីឃុំព្រះស្ដេចរបស់នេះខ្ញុំណាបងប្អូនហើយជាចុងក្រោយនេះខ្ញុំក៏សូមគោរពលំអោនកាយចាអរគុណចាទៅដល់ថ្នាក់ដឹកនាំស្រុកចាខេត្តក៏ដូចជាឃុំចានៅក្នុងមូលដ្ឋានឃុំព្រះស្ដេចទាំងអស់ចាខ្ញុំឃើញពីទស្សនវិជ្ជាបែបនេះហើយចាពិតជារីករាយជំនួសទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋមូលហេតុអីដែលនាងខ្ញុំនិយាយថារីករាយព្រោះដោយសារតែការសាងសង់ចាផ្លូវចាក់បេតុងមួយខ្សែនេះព្រោះដោយសារការណាដែលធ្វើហើយចាងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋអ៊ំពូមេមីងចាលោកយាយលោកតានៅក្នុងការធ្វើដំណើរទៅមកចាងាយស្រួលហើយនេះខ្ញុំក៏សូមអរគុណចាហើយក៏ជូនពរទៅកាន់ថ្នាក់ដឹកនាំឃុំស្រុកខេត្តទាំងអស់ជួបតែពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគិតឡើយនៅសមិទ្ធផលដ៏សែនល្អកម្រមាននេះចានេះខ្ញុំពិតជារីករាយណាស់ហើយរាល់ការអធិប្បាយរបស់នេះខ្ញុំចារាល់ថ្ងៃនេះគ្រាន់តែជាការចែករំលែកជូនទៅកាន់បងប្អូនទស្សនវិជ្ជាចាល្អចានៅក្នុងស្រុកកំណើតខេត្តកំណើតរបស់ខ្លួនតែប៉ុណ្ណោះចាគណៈពេលនេះបើសិនណាជាមានចំណុចណាទាស់ខុសឆ្គងអីសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋអ៊ំពូមាមីងចាជាស្រ័យមកកាន់នេះខ្ញុំផងដែរចាសូមអរគុណ